ជំរាបសួរអមមានទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានអំពីបុរស3នាក់ឆ្លោះដណ្ដើមតំណែងគ្នាការរាត្រីមួយមានបុរស3នាក់បានធ្វើដំណើរជាមួយគ្នាតាមដងផ្លូវកណ្ដាលព្រៃលុះដំណេកគ្នាដោយចង់ដេកកណ្ដាលតែរៀងខ្លួនបុរសទាំង3នោះរវល់តែប្រកែកជជែកគ្នាទៅវិញទៅដោយក៏ខានដេកពេញមួយយប់នោះលុះព្រឹកឡើងម្នាក់ទៅរកចៅក្រមដើម្បីប្តឹងដោយដំណើរទីតីចៅក្រមពិចារណាក្តីនេះពុំដាច់ស្រេចក៏នាំបុរសទាំង3នាក់ទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះព្រះអនទ្រង់ព្រះសន្តាប់ហើយទ្រង់ព្រះតម្រិដោយព្រះប្រាជ្ញាឆ្វេងយល់ក្នុងព្រះវិញ្ញាណវិចារញាណហើយទ្រង់ត្រាស់បង្គាប់ថាចូលព្រះស្ដេចទាំង3នាក់យកក្បាលឆុំជុំចូលរកគ្នានេះឯងហៅថាដេកកណ្ដាលគ្រប់គ្នាហោងបុរសទាំង3នាក់ទទួលព្រះបន្ទូលនោះហើយក៏ក្រាបបង្គំលាព្រះមហាក្សត្រទៅលំនៅរៀងខ្លួនវិញឥឡូវនេះខ្ញុំសូមថ្លែងអំណរគុណអចិន្ត្រៃយ៍ចំពោះអង្គមានទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នេះខ្ញុំអានអំពីរឿងបុរស3នាក់ដែលឆ្លោះដណ្ដើមតំណែងគ្នាពីដើមដល់ចប់នេះខ្ញុំសូមអរគុណនិងសូមជម្រាបលា